unboxing DJI Osmo Pocket 3 ចឹងប្រអប់នេះដែរគឺ Creator Combo នៅក្នុងហ្នឹងមាន equipment ច្រើនខ្លាំងមែនតើអ្នកគ្នានៅក្នុងកាបូបនេះមួយគឺវាមានកាមេរ៉ាមានអីច្រើនជាមួយខ្ញុំដាក់ឲ្យមើលចឹងវាមានកាមេរ៉ាទូចនេះមួយសម្រាប់យើងធ្វើ vlog ហើយកាមេរ៉ាហ្នឹងគឺស្រាលមែនតើអ្នកគ្នាស្រាលហើយក៏ស្រួលធ្វើ vlog ដែរដោយសារខ្ញុំតែខ្ញុំប្រហែលជិត10ថ្ងៃហើយអ្នកគ្នាចឹងខ្ញុំបានប្រើហើយចឹងវាពិតជាស្រួលផលមែនហើយនេះpower bank ណាគ្នាអានេះយើង connect ជាមួយកាមេរ៉ាហើយ tripod បានវាមាន bluetooth ម៉ៃ bluetooth នេះមួយដើម្បីយើងដើរទៅណាអីចឹងយើងដាក់ចិត្តអីចឹងទៅឬក៏ដាក់ចិត្តកាមេរ៉ាហ្នឹងហ្មងក៏បានដែរគ្នាវាលឺកាន់តែច្បាស់ហើយនេះគឺ tripod ណាគ្នា tripod គេខ្ជូតញាប់ហ្មងដាក់ចូលក្នុងកាបូបអីក៏ស្រួលដែរហើយពេលយើងដាក់ក្នុងកាបូបដាក់អីនៅគ្នាបែកវាទៅក៏បានដែរវាស្រួលទេទូចហើយវាស្រួលបែកគ្នាអញ្ចឹងយើងប្របាក់យកតាមខ្លួននេះហើយនេះវាមាន handle ខ្លីវាមួយទៀតណាគ្នាhandle នេះគឺយើង connect មួយកាមេរ៉ាហើយ tripod បានដូចគ្នាសាកថ្មដូច type C ទាំងអស់ហ្មងកាមេរ៉ាហ្នឹងអ្នកគ្នាខ្ញុំយកអារម្មណ៍ខ្លាំងមែនតើសម្រាប់អ្នកដែលគាត់ចង់រកទិញកាមេរ៉ាធ្វើ vlog គួរទិញmode ហ្នឹងឬក៏ទិញកាមេរ៉ាធំដែលគេល្បីផ្សេងដូចគ្នាអញ្ចឹងណាអ្នកគ្នាតាមបទពិសោធន៍ខ្ញុំគិតថាបើគាត់មានបំណងចង់ធ្វើ vlog ហើយក៏ថតរូបបានស្អាតដែរក៏អាចទិញអានេះដែរអ្នកគ្នាទីមួយវាថតបាន 4K ចង់ថតបញ្ឈរក៏បានប្តីក៏បានហើយថតពេលយប់ក៏ច្បាស់ដែរអ្នកគ្នាសម្រាប់អ្នកដែលគាត់សូវចេះសេរីអីច្រើនហ្នឹងវាស្រួលមែនតើខ្ញុំក៏មិនអ្នកជំនាញកាមេរ៉ាអីដែរអ្នកគ្នាខ្ញុំនិយាយនេះគឺតាមបទពិសោធន៍ដែលខ្ញុំធ្លាប់បានប្រើអញ្ចឹងណាហើយកាមេរ៉ានេះវាមានប្រព័ន្ធហ្នឹងនៅក្នុងកាបូបហ្នឹងអ្នកគ្នាអាចមើលបានតោះមក set up កាមេរ៉ាជាមួយខ្ញុំ DJI Osmo Pocket 3ចាអ្នកគ្នាអញ្ចឹងឆ្ងល់ថានៅក្នុងនោះមានគេខ្លះមែនទេចាអ្នកគ្នាអញ្ចឹងដំបូងយើងមាន handle ទូចនេះមួយ handle ហ្នឹងគឺយើងទុកសម្រាប់សាកថ្មហើយនឹងភ្ជាប់ជាមួយនឹង tripod ណាចឹង tripod វានេះគឺស្រួលមែនតើខ្ញុំគ្រាន់តែមូលមកគឺវាជាប់មែនតើហើយយើងដាក់លើតុលើអីចឹងគឺវា secure ពេលយើងថតវាប្រឡើងកម្ពស់ដែរអញ្ចឹងណាដោយសារកាមេរ៉ាហ្នឹងវាទូចមែនតើអ្នកគ្នាគាត់អាច stand តវាបានទេអញ្ចឹងយើងត្រូវការមាន tripod ឬក៏ handle របស់វាមួយអញ្ចឹងណាហើយបន្ទាប់មកអ្នកគ្នាវាមានអ្នក power bank របស់កាមេរ៉ាហ្នឹងហ្មងគឺលុយមែនតើ power bank ហ្នឹងគឺយើងដាក់មួយកាមេរ៉ាសាកកាមេរ៉ាបដាថត vlog ដែរអញ្ចឹងសម្រាប់បងណាដែលគាត់ចូលចិត្តថត vlog វែងហ្នឹងគឺស្រួលមែនតើអ្នកគ្នាមិនបាច់ចាំបាច់ថាខ្លាចអស់ថ្មបដាថតបដាអីទេហើយឆ្នាំងសាកហ្នឹងគឺដូច type C អ្នកគ្នាតែកាមេរ៉ា vlog គឺត្រូវតែមានម៉ៃឯណាគ្នានេះម៉ៃវាគឺទូចខ្ជូតមែនតើ Bluetooth ម៉ៃនៅពេលយើងចុចតែប៊ូតុងនេះមកគឺវាអូតូមួយកាមេរ៉ាហ្នឹងពេលដែលយើងថតឯណាគ្នាដាក់នៅណាក៏បានដែរដាក់ចិត្តយើងដាក់នៅចិត្តកាមេរ៉ាក៏បានដែរនិយាយទៅវាស្រូបសំឡេងបានល្អហ្មងហើយនៅក្នុងឈុតហ្នឹងគឺគេមាន lens ឲ្យយើងមួយដែរ lens ហ្នឹងគ្រាន់តែដាក់ចិត្តកាមេរ៉ាទៅវាឆក់ចូលសម្រាប់បងដែលកំពុងតែមាន Osmo Pocket 3គួរតែមានភ្លើងនេះមួយសម្រាប់ភ្លើងនេះគឺមាន14ពណ៌អ្នកគ្នាអញ្ចឹងអាចជ្រើសរើសបានទៅលើបងណាដែលគាត់មានសបស្អែមសអីហ្នឹងគឺយើងអាចប្រើប្រាស់ជាមួយភ្លើងនេះហ្មងដោយសារតែវាធ្វើមកគឺតម្រូវឲ្យយើងថតវីដេអូនៅកន្លែងល្ងិតឬក៏កន្លែងដែលយើងចង់ឲ្យវាបាញ់មុខមកយើងនឹងច្បាស់ខ្លាំងហ្មងអ្នកគ្នាគួរមានភ្លើងនេះមួយខ្ញុំ recommend មែនតើហ្មងដែលយើងថតហ្នឹងយើងអាចទៅកាន់ភ្លើងធំមែនទេអានេះវា adapt ជាមួយនឹង Osmo Pocket